រឿងប្រវត្តិពូនភ្នំស្រូវកាលពីព្រេងនាយមានក្មេងប្រុសស្រី2នាក់តែងរត់លេងជាមួយគ្នាក្មេងប្រុសឈ្មោះកឡុកបណ្ឌិតនិងក្មេងស្រីឈ្មោះនាងនក់ថ្ងៃមួយក្មេងទាំងពីរបាននិយាយគ្នាពីរឿងអនាគតកឡុកបណ្ឌិតបាននិយាយទៅកាន់នាងនក់ថាណែនាងនក់បើអញយកប្រពន្ធគឺស្រីនោះត្រូវចេះគោរពអញមិនថាពេលទៅងូតទឹកនៅកំពង់ទេត្រូវតែដើរតាមអញកាន់សំពត់ឲ្យអញទើបអញយកធ្វើជាប្រពន្ធណានាងនក់ក៏ឆ្លើយតបទៅវិញដោយមានគំនិតដូចគ្នាដែរក្រោយមកពេលពេញវ័យកឡុកបណ្ឌិតបានចូលដណ្ដឹងនាងនក់ធ្វើជាប្រពន្ធមានថ្ងៃមួយប្តីប្រពន្ធទាំងពីរក៏បាននាំគ្នាទៅងូតទឹកនាងនក់បាននឹកឃើញពាក្យដែលនិយាយលេងកាលពីនៅក្មេងលុះដល់ពេលងូតទឹករួចហើយក៏ដើរឡើងទៅផ្ទះមុនដោយធ្វើជាភ្លេចក្រមាងូតទឹកពេលប្តីឃើញប្រពន្ធភ្លេចក្រមាដូច្នេះប្តីក៏ស្រែកប្រាប់ប្រពន្ធថាអូននោះភ្លេចសំពត់ហើយពេលនោះប្រពន្ធតបទៅវិញភ្លាមថាបងកាន់យកមកឲ្យខ្ញុំផងប្តីក៏កាន់យកមកឲ្យរហូតដល់ផ្ទះពេលចូលដំណេកនាងនក់និយាយចំអន់លេងរឿងកាលពីនៅក្មេងធ្វើឲ្យប្តីមានការអៀនខ្មាស់និងប្រពន្ធខ្លាំងណាស់ដល់ពេលប្រពន្ធដេកលក់ប្តីក៏លោភលួចយកទាំងសំពៅធ្វើដំណើររត់ចេញទៅទាំងយប់ក៏ឡុកបណ្ឌិតធ្វើដំណើរទាំងយប់រហូតព្រឹកឡើងក៏បានមកដល់នគរមួយដែលមានស្ដេចសោយរាជ្យមានព្រះនាមថាស្ដេចបំផ្លាញឈ្មួញស្ដេចនោះដឹងថាសំពៅចូលមកដល់ទៀតហើយមានចិត្តត្រេកអរណាស់ទ្រង់បានចាត់សេនាឲ្យទៅអញ្ជើញក៏ឡុកបណ្ឌិតចូលមកក្នុងវាំងដើម្បីរៀបចំពិធីជប់លៀងឲ្យនាយសំពៅក៏ឡុកបណ្ឌិតសប្បាយចិត្តណាស់ដោយបានស្ដេចអញ្ជើញខ្លួនឲ្យមកជប់លៀងបែបនេះអ្នកបម្រើនៅក្នុងវាំងបានរៀបចំទទួលយ៉ាងអឹកធឹកក្នុងនាមគេជានាយសំពៅស្ដេចបំផ្លាញឈ្មួញបាននិយាយលេងរាក់ទាក់ជាមួយកឡុកបណ្ឌិតហើយខាត់កឡុកបណ្ឌិតឲ្យនៅកំសាន្តលេងបាន2-3ថ្ងៃសិននៅពេលកឡុកបណ្ឌិតកំពុងតែបរិភោគអាហារយ៉ាងសប្បាយរីករាយជាមួយនឹងស្ដេចនោះស្ដេចបំផ្លាញឈ្មួញនេះក៏បានប្រើរាជបម្រើឲ្យយកអណ្ដើកមាសមួយទៅលាក់ទុកនៅក្នុងសំពៅរបស់កឡុកបណ្ឌិតដោយមិនឲ្យកឡុកបណ្ឌិតបានដឹងខ្លួនឡើយ3ថ្ងៃក្រោយមកកឡុកបណ្ឌិតបានឡើងទៅថ្វាយបង្គំលាស្ដេចស្រាប់តែត្រូវស្ដេចនោះចោទប្រកាន់មកលើរូបគេថាបានលួចយកអណ្ដើកមាសរបស់ស្ដេចធ្វើឲ្យគេស្រឡាំងកាំងឆ្លើយតបទៅស្ដេចវិញទាំងរញីរញ័រថាខ្ញុំម្ចាស់មិនបានលួចអណ្ដើកមាសរបស់ព្រះអង្គទេសូមព្រះអង្គចាត់បម្រើឲ្យឆែកមើលចុះបើឃើញមានអណ្ដើកមាសរបស់ព្រះអង្គមែនទូលព្រះបង្គំសូមនៅធ្វើជាអ្នកបម្រើហើយប្រគល់សំពៅនិងអីវ៉ាន់ដែលមាននៅក្នុងសំពៅទាំងអស់ថ្វាយដល់ព្រះអង្គទៀតផងស្ដេចបានឲ្យអាមាត្យឆែកមើលបានឃើញអណ្ដើកមាសមែនហើយក៏រឹបអូសយកទ្រព្យសម្បត្តិទាំងអស់និងកឡុកបណ្ឌិតធ្វើជាបម្រើតាមកិច្ចសន្យាថ្លែងពីនាងនក់វិញពេលដែលក្រោកឡើងរកប្តីមិនឃើញក៏ផ្អើលឆោឡោឲ្យអ្នកបម្រើរកគ្រប់សពកន្លែងទាំងអស់នៅតែមិនឃើញលុះដឹងថាបាត់សំពៅមួយនាងគិតថាប្តីរបស់នាងពិតជារត់ចោលនាងបាត់ហើយព្រោះតែពាក្យសម្ដីដែលនាងបាននិយាយចំអន់លេងជាមួយប្តីកាលពីយប់មិញក្រោយពេលដែលដឹងថាប្តីបានយកសំពៅមួយរត់ចាកចោលខ្លួនដូច្នេះហើយនាងនក់បានប្រាប់អ្នកបម្រើឲ្យរៀបចំអីវ៉ាន់ដាក់ក្នុងសំពៅយ៉ាងច្រើនដើម្បីចេញដំណើរទៅតាមរកប្តីដោយយកទាំងសារិកាដែលនាងបានចិញ្ចឹម
ដាក់ទុកនៅក្នុងទ្រុងទៅជាមួយផងលុះធ្វើដំណើរបានមកដល់នគរស្ដេចបំផ្លាញឈ្មួញហើយនាងនោះក្រឡេកមើលទៅមាត់ច្រាំងឃើញស្គាល់ច្បាស់ថាជាសំពៅរបស់ប្តីនាងទៅចូលសំចតសំពៅហើយខំសម្លឹងរកមើលប្តីតែមិនឃើញសោះព្រោះគេបានចាត់ប្តីរបស់នាងឲ្យទៅធ្វើការនៅទីឆ្ងាយហើយនាងនោះក៏បានសម្រេចចិត្តសម្រាកនៅនគរនេះសិនដើម្បីសើបសួររកប្តីនាងស្ដេចទុច្ចរិតពេលបានដឹងថាមានសំពៅផ្ទុកទៅដោយទំនិញជាច្រើនចូលមកដល់ទៀតស្ដេចនោះបានប្រើសេនាបម្រើឲ្យទៅអញ្ជើញនាងនោះមកចូលរួមក្នុងពិធីជប់លៀងដោយកាលពីមុនទៀតនាងនោះនិងអ្នកបម្រើក៏បានយល់ព្រមតាមការអញ្ជើញរបស់ស្ដេចនេះដោយទុកសត្វសារិកានៅចាំមើលសំពៅពេលដែលនាងនោះនិងបរិវារបានមកចូលរួមជប់លៀងហើយកំពុងតែនាំគ្នាបរិភោគអាហារយ៉ាងឆ្ងាញ់សប្បាយរីករាយនោះស្ដេចបំផ្លាញឈ្មួញបានឲ្យរាជបម្រើយកអណ្ដឹកមាសទៅលាក់ទុកក្នុងសំពៅដូចពីមុនប៉ុន្តែពេលដែលរាជបម្រើនោះដើរចូលទៅដល់លើសំពៅសារិកាដែលទុំនៅលើដងក្តោងខ្ពស់បានមើលឃើញហេតុការណ៍នេះទាំងអស់ក្រោយពេលកម្មវិធីជប់លៀងត្រូវបានបញ្ចប់ហើយនាងនោះបានវិលត្រឡប់មកកាន់សំពៅវិញសារិកាក៏បានរៀបរាប់ប្រាប់នាងនោះរឿងដែលអាមាត្យបានយកអណ្ដើកមាសទៅលាក់ទុកក្នុងសំពៅនេះប្រាប់ដល់ម្ចាស់ស្រីទាំងអស់នាងនោះក៏ចាត់អ្នកបម្រើឲ្យយកអណ្ដើកមាសនោះទៅចងពន្លិចចោលក្នុងទឹកភ្លៀមក្រោយពេលនៅយូរថ្ងៃហើយនៅតែរកប្តីមិនឃើញនាងនោះក៏ឡើងទៅលាស្ដេចដើម្បីធ្វើដំណើរទៅមុខទៀតពេលនោះស្ដេចបំផ្លាញឈ្មួញក៏ប្រើល្បិចដោយកាលពីលើកមុនទៀតតែនាងនោះជាស្រីមានប្រាជ្ញាក៏បានសន្យាថាបើស្ដេចរកឃើញទ្រព្យដែលបាត់នោះនៅក្នុងសំពៅរបស់នាងហើយនាងសុខចិត្តថ្វាយជីវិតនិងសំពៅព្រមទាំងទំនិញដែលនៅក្នុងសំពៅទាំងអស់នេះជារបស់ស្ដេចជាសំណាងល្អរបស់នាងនោះស្ដេចបំផ្លាញឈ្មួញនេះក៏បានយល់ព្រមតាមសន្យាដោយស្ដេចសុខចិត្តផ្ទេររាជសម្បត្តិនិងខ្ញុំកំដរទាំងអស់ឲ្យទៅនាងនោះវិញដែរដល់ពេលចុះទៅរកអណ្ដើកមាសមិនឃើញហើយស្ដេចក៏បានធ្វើតាមពាក្យសន្យាតែនាងនោះមិនព្រមទទួលយកទេដោយសុំយកតែសំពៅ5និងសុំរើសអ្នកបម្រើម្នាក់ដែលនាងពេញចិត្តហើយក៏បានជួបជាមួយនឹងប្តីវិញស្ដេចបានដឹងរឿងដែលសារិកាប្រាប់នាងនោះរឿងអាមាត្យយកអណ្ដើកមាសទៅលាក់ក៏ឲ្យអាមាត្យចាប់យកសារិកាមកសម្លាប់ចោលភ្លាមតែអាមាត្យចង់ទុកអាំងស៊ីក៏បោចរោមម្ដងមួយទាល់តែអស់ហើយអាមាត្យក៏ទុកសារិកានោះមួយកន្លែងសិនគេក៏បានទៅរកអំបិលមកប្រឡាក់សាច់សារិកាអស់រោមហើយមិនទាន់ស្លាប់ក៏លោតចូលទៅពួនក្នុងរន្ធមួយហើយបានជួប